មានកម្ពស់ពី6ទៅ12ម៉ែត្រនិងមានអង្កត់ផ្ចិតពី30,46ទៅ91,49សង់ទីម៉ែត្រដើមស្វាយចន្ទីបែកមែកសាខាដែលអង្កត់ផ្ចិតនៃការបែកមែកមានពី4ទៅ12ម៉ែត្រមានបែកខ្នែងជាច្រើននិងមានមែកតូចៗជាច្រើនទៀតដុះចេញពីមែកជាប់ដើម 3,2 រឹសស្វាយចន្ទីអាចចាក់ចូលទៅក្នុងដីបានជម្រៅ3ទៅ4ម៉ែត្ររឹសចំហៀងរបស់ស្វាយចន្ទីដុះលូតលាស់ទៅតាមអាយុរបស់វាគឺនៅអាយុ 1,5 ឆ្នាំបែកបាន 1,2 ម៉ែត្រនៅអាយុ 2,5 ឆ្នាំបែកបាន 4,6 ម៉ែត្រនៅអាយុ 3,5 ឆ្នាំបែកបាន 5,6 ម៉ែត្រនិងនៅអាយុ 6 ឆ្នាំបែកបាន 7,3 ម៉ែត្រ 3,3 ស្លឹកស្វាយចន្ទីជាប្រភេទស្លឹកឆ្លាស់គ្នាមានពណ៌បៃតងរាងទ្រវែងនិងរមូរខាងចុងដូចស្លឹកប៉ោមដែលមានបន្តោយពី12សង់ទីម៉ែត្រនិងទទឹង5ទៅ 5,7 សង់ទីម៉ែត្រហើយមានទ្រនំអន្តែតចេញពីផ្ទៃស្លឹកមានក្លិនប្រហើរមានឆ្នូតពណ៌ស៊ីជម្ពូឬក្រហមចាស់អាស្រ័យទៅតាមពូជ 3,4 ផ្កាកញុំផ្កាស្វាយចន្ទីមានលក្ខណៈជាចង្កោមមានទ្រង់ទ្រាយប្រហែលផ្កាស្វាយដែរដំណាំស្វាយចន្ទីចេញផ្កាចាប់ពីអាយុ 2 ឆ្នាំផ្កាវាចេញនៅតាមចុងមែកផ្កាមានលក្ខណៈជាចង្កោមដែលក្នុងមួយចង្កោមមានផ្កាឈ្មោលនិងផ្កាទ្វេភេទនៅក្នុងមួយចង្កោមផ្កាមានផ្កាឈ្មោលប្រមាណ 75,1% និងផ្កាទ្វេភេទ 24,9% 3,5 គ្រាប់ស្វាយចន្ទីស្ថិតនៅខាងក្រៅផ្លែលក្ខណៈរបស់គ្រាប់មានរូបរាងដូចជាគ្រាប់សណ្ដែកឬរាងដូចតម្រងនោមបែងចែកកូទីលេដងជាពីរស្មើគ្នាពេលក្តឹបមានពណ៌ស៊ីជម្ពូបន្ទាប់មកមានពណ៌បៃតងនៅពេលលូតលាស់ធំធាត់ដល់កម្រិតវាប្រែជាពណ៌ប្រផេះនិងពណ៌ត្នោតចាស់ជាចុងក្រោយសូមពងម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងការបង្កើត Channel នេះឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងវិស័យកសិកម្មសូមអរគុណ